Hello，大家好，欢迎来到把握汉语。សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់បាវហានយីថ្ងៃនេះយើងនឹងរៀនពាក្យ HSK មួយបន្តអូខេតោះអញ្ចឹងយើងនឹងមើលពាក្យទី1យើងអានថា是ដោយសារវាសំឡេងទី4យើងអានថា是បកប្រែថាជាឬក៏គឺជាឧទាហរណ៍គាត់ជាគ្រូបង្រៀនយើងអានថា他是教师或者ឬក៏他是老师គាត់ជាគ្រូបង្រៀន他是老师អូខេចឹង是អូខេពាក្យបន្ទាប់ជឿសំឡេងទី4យើងអានថាជឿយកបកប្រែថានេះឧទាហរណ៍ថានេះគឺជាសៀវភៅ这是一这是书នេះគឺជាសៀវភៅ这是书អូខេតោះយើងមើលឃ្លាបន្តទៀតតើយើងប្រកបទាំងអស់គ្នានេះចូលជាអ្នកនឿនិងស្រៈអានឿអាណាបើដោយសារតែនេះសំឡេងទី4គឺនឿអាណាបកប្រែថានោះអូខេតោះយើងមើលពាក្យបន្តទៀតជនជាអ្នកគឺបូកជាមួយនឹងស្រៈគឺតែដោយសារតែវាជាសំឡេងទី4យើងអានថាគឺបកប្រែថា1មានន័យថាចំនួន1គឺជាຂ្នាតឯកតាគឺជាຂ្នាតឯកតារបស់1នឹងឯងឧទាហរណ៍ថាសិស្សនោះយើងអានថា那个学生សិស្សមួយនោះ那个学生សិស្សមួយនោះអូខេចឹងយើងមើលពាក្យបន្តទៀត这个我们读和បកប្រែថានឹងឃ្លាភ្ជាប់វាជាន័យភ្ជាប់ឧទាហរណ៍ខ្ញុំនិងអ្នក我和你អូខេចឹងយើងមើលពាក្យបន្តទៀតមកជនជាអ្នកមកជាមួយនឹងស្រៈI ប៉ុន្តែស្រៈI នេះគឺជាសំឡេងទី3អញ្ចឹងមកIម៉ាយបកប្រែថាទិញអូខេឧទាហរណ៍ថាខ្ញុំទិញសៀវភៅមួយក្បាលឧទាហរណ៍我买一本书ខ្ញុំទិញសៀវភៅមួយក្បាលអូខេចឹងយើងមកពាក្យបន្តទៀត这个读诗នឹងស្រៈអាង诗昂香អូខេចឹងយើងមើលឃ្លាបន្តទៀតយើងមកពាក្យបន្តទៀតអានេះដោយសារជាស្រៈផ្សំជាងយើងអានអ៊ីអានអៀនតយៀនទៀនជាយើងអានសរុបជារួមមក商店បកប្រែថាហាងទៀនទៅទេក៏បកប្រែថាហាងដែរតែគេសរសេរសាំងទៀនអូខេចឹងយើងអានទៅតាមហ្នឹងទៅសាំងទៀនអូខេចឹងខាងក្រោមនេះយើងមើលឈឺជាមួយនឹងស្រៈផ្សំទៀតហើយអ៊ូអ៊ីអ៊ុយឈ
是为水是为水 ok choយើងមកពាក្យបន្តទៀតយើងមើលពាក្យបន្តទៀតគេអានថា u o o 歌我果歌我果យើងអានបញ្ចូលគ្នាយើងអានថា水果水果កន្លែងនេះគឺវាមានលក្ខណៈពិសេសរបស់វាបន្តិចបងប្អូនដោយសារតែបងប្អូនអាចមើលឃើញកន្លែងនេះឃើញជាសំឡេងទី3水ជាសំឡេងទី3果ក៏ជាសំឡេងទី3ចឹងលក្ខខណ្ឌពិសេសនៅក្នុងភាសាចិននៅពេលដែលសំឡេងទី3ស្ថិតបញ្ចូលគ្នាឬក៏វានៅជាប់គ្នាសំឡេងទី3នៃតួទី1គឺទៅអានទៅជាសំឡេងទី2វិញដើម្បីឲ្យវាកាន់តែព្រោះស្ដាប់អញ្ចឹងយើងពាក្យអានថាពាក្យស្រួយហ្នឹងអានពាក្យស្រួយហ្នឹងត្រូវជាសំឡេងទី2វិញហើយគាត់ហ្នឹងគឺសំឡេងទី3ដដែលអូខេបងប្អូនតន់អូខេអញ្ចឹងខ្ញុំនិយាយម្ដងទៀតនៅពេលដែលសំឡេងទី3វាស្ថិតនៅជាប់គ្នាពីតួអញ្ចឹងគឺតួទី1នៃសំឡេងទី3คล้ายទៅជាសំឡេងទី2វិញអញ្ចឹងវាទៅអាចទៅជា水果ឃើញវាឡើងទេបងប្អូន水ឃើញវាឡើងទេ水果យើងមិនអាន水果យើងមិនអានចឹងទេតែអញ្ចឹងគឺវាអត់ព្រោះស្ដាប់ចាចឹងកន្លែងហ្នឹងបងប្អូនក៏អាចកត់ចំណាំបានដែរចាព្រោះកន្លែងនេះគឺជាគេហៅថាចំណុចពិសេសរបស់វាចាលក្ខខណ្ឌពិសេសរបស់វាគឺយើងត្រូវអានតាមគេចឹងយើងអានថា水果水果បកប្រែថាផ្លែឈើអូខេតោះចឹងយើងបន្តទៀតអូខេពាក្យនេះយើងអានថាយើងប្រកបចូលគ្នាប្រកបទាំងអស់គ្នាអ៊ីអានអៀនឈីយៀនឈៀនដោយសារនេះគឺជាសំឡេងទី2យើងអានថាឈីយៀនឈៀនឈីយៀនឈៀនអូខេឈៀន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 បកប្រែថាលុយអូខេចឹងបងប្អូនមើលពីបន្ទាប់ទៀតនេះគឺជាស្រាប់ផ្សំទៀតហើយគឺអានថាអ៊ូអ៊ីអ៊ុយស៊ឺសំទោសស៊ឺវេស៊ុយដោយសារតែនេះអត់មានអក្សរ h sh វាមានតែអក្សរ s ទេអញ្ចឹងបងប្អូនអានទៅជាសំឡេងរៀងសតូនបែបរៀងស្រាលណាចឹងបងប្អូនអានបែបជាស៊ឺយ៉ាវាទៅជាសំឡេងស៊ឺអូខេចាំបងប្អូនតន់ចឹងកន្លែងនេះយើងអានថា十位岁十位岁岁បកប្រែថាអាយុឧទាហរណ៍យើងឧទាហរណ៍ថាតើអ្នកអាយុប្រមាណយើងអានថា你多少岁了或者你几岁了你几岁了តើអ្នកអាយុប្រមាណហើយអូខេតោះយើងបន្តទៀតចឹងទី1យើងអានថាយើងប្រកបថាជញ្ជាក់ទើជាមួយនឹងស្រៈអងយ៉ាទើអងតងទើអងតងអូខេតងដល់ពេលបន្តទៀតយើងអានថាស៊ីជាមួយនឹងស្រៈអ៊ីចឹងស៊ីអ៊ីស៊ីដោយសារតែនេះគឺជាសំឡេងទី5វាអត់មានសំឡេងទេចឹងយើងអាចទៅជាសំឡេងទី3ស៊ីអ៊ីស៊ីអូខេចឹងយើងអានថាតងស៊ីយ៉ាយើងអានថាអញ្ចឹងយើងអានបែបហ្នឹងអូខេបងប្អូនតន់តងស៊ីបកប្រែថាអីវ៉ាន់ឬក៏ទំនិញអូខេអញ្ចឹងជាបន្តទៀតស្រាប់ផ្សំទៀតហើយយើងអានថាអ៊ូអអ៊ូទើអ៊ូតួអូខេពេលនេះយើងអានថាឈឺនឹងស្រៈអោ
ao sư ao sao sư ao sao ដោយសារនេះសំឡេងទី3sư ao sao sư ao sao តោះជាយើងបកបញ្ចូលគ្នាយើងអានបញ្ចូលគ្នាយើងអានថា多少多少多少បកប្រែថាប៉ុន្មានឧទាហរណ៍这个多少钱这个多少钱这个មានន័យថានេះឬក៏មួយនេះ多少钱បកប្រែថាតម្លៃប៉ុន្មានអញ្ចឹងមួយនេះតម្លៃប៉ុន្មានចាអូខេជាយើងមើលឃ្លីបបន្តទៀតពោអេពេពោអេពេពេ滋ដោយសារនេះសំឡេងទី5ឬក៏យើងហៅថាវាអត់សំឡេងទេយើងអានទៅជាសំឡេងទី3杯子杯子杯子បកប្រែថាកែវអូខេចុះយើងមើលឃ្លាបន្តទៀតយើងមើលពាក្យបន្តទៀតអ៊ីអានអៀនអ៊ីអានអៀនធើអៀនធានធើអៀនធានធានធានអូខេយើងមកបន្តទៀតឈីអ៊ីឈីសំឡេងទី4ឈីអ៊ីឈីឈីអ៊ីឈីឈីសំឡេងទី4គឺយើងសកត់ណាបងប្អូនសំឡេងទី4យើងហ៊ានសកត់តិចយើងហ៊ានសកត់ដាក់ដាច់មកគឺជាសំឡេងទី4ហើយស្មើនឹងភាសាខ្មែរមានន័យថាគឺជាបន្តនៃភាសាខ្មែរឧទាហរណ៍កអង្គកបន្តមួយកខ្មែរយើងគឺអានចឹងប៉ុន្តែដោយសារភាសាចិនគឺអានរៀងដាច់គឺអានរៀងបែបកបុតអញ្ចឹងសំឡេងទី4គឺអានរៀងកបុតបែបរៀងដាច់អហង្ការរបៀបចឹងណាចឹងយើងអានទៅជាឧទាហរណ៍យើងយកជាភាសាខ្មែរយើងយកថាយើងប្រកបថាកអង្គកបន្តមួយកយ៉ាគឺវាដាក់ទៅដាច់តែម្ដងមែនកអង្គកបន្តមួយកដូចខ្មែរយើងទេអញ្ចឹងសំឡេងទី4គឺខុសពីសំឡេងទីផ្សេងគឺខុសពីសំឡេងទី1ទី2ទី3យ៉ាផ្សេងអញ្ចឹងឡើយនេះឈីអ៊ីឈីសំឡេងទី4គឺឈីគឺដាច់តែម្ដងអញ្ចឹងយើងបើអានចូលគ្នាយើងអានថាធានឈីឧទាហរណ៍ថ្ងៃនេះអាកាសធាតុល្អខ្លាំងណាស់今天天气很好今天天气很好អូខេចឹងធានឈីបកប្រែថាអាកាសធាតុអូខេចុះយើងមើលពាក្យបន្តអូខេតោះឥឡូវយើងចេះពាក្យត្រជាក់ហើយនឹងក្តៅម្ដងមិញយើងចេះពាក្យអំពីពាក្យអាកាសធាតុធានឈីឥឡូវយើងមកមើលពាក្យត្រជាក់ហើយនឹងក្តៅម្ដងគេអានថាបែបណាតោះយើងមើលទាំងអស់គ្នាចឹងចុងជាអ្នកលឿជាមួយនឹងស្រៈអឹងលឿអឹងលឹងលឿអឹងលឹងឬក៏យើងអាចអានថាលឹងគឺនៅក្នុងពងករបស់យើងណាភាសាសំឡេងទី3គឺនៅក្នុងពងករបស់យើងយ៉ាអូខេលឹងបកប្រែថាត្រជាក់អូខេចឹងយើងមើលផ្ទុយពីលឹងគឺ日热ឧទាហរណ៍ថាថ្ងៃនេះអាកាសធាតុក្តៅខ្លាំងណាស់យើងនិយាយថា今天天气很热今天天气很热អូខេចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេចឹងវីដេអូនៅបានបញ្ចប់ត្រឹមប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅសប្តាហ៍ហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ